ក្នុងថ្ងៃមួយនោះជាវេលារសៀលម៉ោងប្រហែលជា4នាងនារីនិងចៅចិត្រកំពុងអង្គុយធ្វើបញ្ជីត្បូងនៅក្នុងបន្ទប់ធ្វើការនាងនារីផ្ដើមនិយាយឡើងថាតាំងពីបងចិត្រមកនៅធ្វើការជាជំនួយលោកឪពុកកាលណាកិច្ចការក៏រីកចម្រើនឡើងច្រើនជាងពីដើមនាងនិយាយដោយសុចរិតហើយនឹងចាប់និយាយតទៅទៀតស្រាប់តែឮសូររថយន្តមួយមកចតនៅមុខផ្ទះរតនសម្បត្តិចៅចិត្រក៏ស្ទុះក្រោកឡើងទៅមើលតាមបន្លោះចង្អួចហើយត្រឡប់មកអង្គុយនៅកន្លែងដដែលវិញនារីបងចិត្រអ្នកណាមកនោះចិត្រប៉ាឡាត់ស្រុកសង្កែតែម្នាក់ទៀតបងមិនស្គាល់នារីអូគេមករកធ្វើអ្វីចុះបងចិត្រមិនទៅទទួលភ្ញៀវជំនួសលោកឪពុកផងចៅចិត្រក្រោកឡើងដើរចេញនាំនាងនារីឲ្យដើរតាមទៅផងឯប៉ាឡាត់ឈរយ៉ាងអង្អាចនៅខាងមុខផ្ទះជាមួយនឹងបុរសម្នាក់ទៀតមានរាងមមខ្មៅសក់ក្រញាញ់ភ្នែកក្រឡងចៅចិត្រដើរចូលទៅសួរយ៉ាងសុភាពទៀនប្រុសអញ្ជើញមករកអ្នកណាតែលោកប៉ាឡាត់គ្រាន់តែញាក់មុខហើយងាកទៅទទួលសំពះនាងនារីដែលឈរពីក្រោយចៅចិត្ររស់រាយប្រស្រ័យនឹងនាងដោយឥតរវល់នឹងចៅចិត្រដែលឈរជ្រងងនៅចំពោះមុខនោះឡើយប៉ាឡាត់លោកឪពុកនៅទេខុននារីចាស់នៅមើលទៅលោកប្រហែលនៅក្នុងបន្ទប់មើលសៀវភៅខាងលើចោះលោកប៉ាឡាត់មានធុរៈអ្វីប៉ាឡាត់បាទមានខ្លះដែរគឺខ្ញុំបាទនាំថៅកែផាន់មកទិញត្បូងដើម្បីយកទៅលក់ឲ្យព្រៃនគរលោកប៉ាឡាត់តបឲ្យខំញញឹមឲ្យស្រស់តែត្រឡប់ជាតោះភ្នែករបស់ចៅចិត្រជាទីបំផុតនាងនារីញញឹមទទួលដល់កិរិយាទន់ភ្លន់ហើយនិយាយថាអញ្ជើញលោកឡើងទៅខាងលើឲ្យជួបនឹងប៉ានិយាយថ្លៃគ្នាចោះថាហើយនាងក៏ដើរនាំមុខភ្ញៀវឡើងទៅលើផ្ទះថ្នាក់លើជួបនឹងលោកលួងរតនសម្បត្តិកំពុងដេកមើលសៀវភៅលើកៅអីផ្ដៅលោកក៏ក្រោកឡើងនិយាយរាក់ទាក់ដោយសេចក្តីស្និទ្ធស្នាលថាលោកប៉ាឡាត់ឬអញ្ជើញមកខាងនេះចុះលោកមានធុរៈអ្វីប៉ាឡាត់ខ្ញុំបាទនាំថៅកែផាន់មកទិញត្បូងលោកប៉ាឡាត់ឆ្លើយព្រមទាំងទាញកៅអីមួយឲ្យថៅកែផាន់អង្គុយខ្លួនឯងក៏អង្គុយលើកៅអីមួយក្បែរខាងនាងនារីឯចៅចិត្រឈួរឃ្លាតឆ្ងាយពីនោះបន្តិចត្បិតមិនទាន់ទុកចិត្តមនុស្សចំណូលថ្មីរៀងធំភ្នែកក្រឡោតដែលឈ្មោះថាថៅកែផាន់នោះសោះលួងរតនសម្បត្តិងាកទៅខាងថៅកែផាន់ហើយសួរថាថៅកែត្រូវការទិញត្បូងបែបណាផាន់ខ្ញុំបាទតោងសុំពិនិត្យមើលសិនបើត្រូវចិត្តខ្ញុំបាទនឹងនិយាយថ្លៃយកទៅលក់ឲ្យព្រៃនគរលួងបានថៅកែវេលានេះត្បូងមានច្រើនពណ៌ផ្សេងទឹកល្អទាំងអស់ហើយលោកលួងងាកទៅខាងចៅចិត្រប្រាប់ថាចិត្រទៅយកត្បូងមកឲ្យថៅកែពិនិត្យមើលបន្តិចមើលចៅចិត្រដើរចូលទៅក្នុងបន្ទប់បាត់ទៅមួយស្របកត្រឡប់ចេញមកវិញកាន់ហឹបត្បូងដែលច្នៃហើយពី3ហឹបយកទៅដាក់លើតុហើយបើកបង្ហាញថៅកែផាន់និងលោកប៉ាឡាត់បើកភ្នែកក្រឡងកាលែបានឃើញត្បូងពណ៌ផ្សេងក្នុងហឹបនេះមានចំនួនទៅដល់ជាង200គ្រាប់ថៅកែផាន់ចាប់លើកឡើងពិនិត្យមើលដល់ប្រុងប្រយ័ត្នហើយដាក់ទៅវិញនិយាយថាត្បូងអស់នេះទឹកល្អមែនប្រហែលជាមានតម្លៃច្រើនលោកលួងក្រវីក្បាលហើយថាមិនសូវជាថ្លៃប៉ុន្មានទេមានតម្លៃថោកជាងឯព្រៃនគរច្រើនរួចថៅកែផាន់ចាប់មួយគ្រាប់លើកឡើងម្ដងទៀតហើយសួរថាថ្លៃប៉ុន្មានទៀនប្រុសមួយគ្រាប់នេះមានតម្លៃប៉ុន្មានទៅលួងយ៉ាងនេះទឹកល្អច្រើនមួយការ៉ាត់ថ្លៃ200រៀលក្នុងមួយគ្រាប់នេះប្រហែលជា4ការ៉ាត់ផាន់ទៀនប្រុសថ្លៃបន្តិចបើចុះបន្តិចទៅទៀតបានទេលួងមិនជាអ្វីទេបើថៅកែត្រូវការក៏ចុះជូនឲ្យបានខ្លះដោយសេចក្តីរាប់អានគ្នា
ផាន់ចុះថ្លៃប៉ុន្មានលោកលួងចាប់ត្បូងក្របនោះមកពិនិត្យមើលម្ដងទៀតហើយថាបែបនេះចុះជូនបានមួយការ៉ាត់20រៀលថៅកែផាន់មើលមុខលោកប៉ាឡាត់ជាតំណងសូមឲ្យជួយគិតគូរតថ្លៃផងឯលោកប៉ាឡាត់ញាក់មុខប្រាប់ថាគួរសមហើយថៅកែព្រោះត្បូងបែបនេះមិនងាយរកទេក្នុងវេលានេះថៅកែក៏ញញឹមឃើញថ្មិញខ្ញេងហើយនិយាយតម្លៃនឹងលួងថារឿងនេះទុកជាស្រេចទៅចុះតែវេលានេះខ្ញុំមិនបានយកប្រាក់មកទេដល់ព្រឹកស្អែកខ្ញុំបាទនឹងយកប្រាក់មកជូនហើយទទួលត្បូងទៅប្រហងមើលទៅប្រហែលជាត្រូវការចំនួនច្រើនក្របផងលួងបានអង្កាលក៏បានខ្ញុំនៅផ្ទះជាដរាបបើអញ្ជើញមកគង់តែជួបខ្ញុំជានិច្ចថៅកែផាន់និយាយដោយអោនលំតូនសូមអរគុណតែខ្ញុំបាទសូមឲ្យលោកមេត្តាបន្តិចត្បិតខ្ញុំបាទមិនដែលឃើញរបៀបជីកត្បូងសោះសូមលោកបើកឱកាសឲ្យខ្ញុំបាទទៅមើលបានឬទេលោកលួងសើចហើយថាបានថៅកែខ្ញុំមិនកំណាញ់ទេមានអណ្ដូងត្បូងនៅក្បែរផ្ទះនេះក៏មាននៅខាងក្រោយផ្ទះនេះឯងអញ្ជើញទៅមើលបានតាមត្រូវការលោកលួងក៏ក្រោកចេញពីកៅអីហើយថាអញ្ជើញមកតាមខ្ញុំចៅចិត្តទៅជាមួយផងចៅចិត្តមិនចង់ចេញចោលពីនាងនារីឡើយគេក្រឡេកមើលប៉ាឡាត់ស្រុកនោះដោយកិរិយាមិនទុកចិត្តសោះហើយសួរទៅថាសុំទោសលោកមិនអញ្ជើញទៅមើលទេឬលោកប៉ាឡាត់ក្រវីក្បាលហើយថាមិនទៅទេធ្លាប់មើលរាប់រយដងហើយឯនាងនារីក្រោកឡើងប្រុងនឹងដើរតាមចៅចិត្តទៅដោយនាងដឹងចិត្តរបស់គូស្រករយ៉ាងជាក់ច្បាស់តែប៉ាឡាត់ស្រុកខាត់នាងថាប្រញាប់អញ្ជើញទៅណាខុននារីទុកខ្ញុំបាទឲ្យនៅអង្គុយងក់តែម្នាក់ឯងឬអីនាងនារីបែរមកញញឹមតាមទំនៀមតាំងមិនដោះសារថាអ្វីក៏ដាក់គូតអង្គុយលើកៅអីដដែលដោយនឹកក្រែងចិត្តភ្ញៀវហើយសួរថាលោកប៉ាឡាត់មានរឿងអ្វីនិយាយនឹងខ្ញុំឬកាលប៉ាឡាត់ស្រុកនោះឃើញចៅចិត្តចេញផុតទ្វារទៅហើយក៏លើកកៅអីចូលមកចិត្តនាងនារីហើយក៏ញញឹមប្រព្រឹមរួចនិយាយថារឿងរបស់ខ្ញុំមានច្រើនណាស់មានរឿងអ្វីខ្លះអញ្ជើញមានប្រសាសន៍ទៅចុះខ្ញុំនឹងចាំស្ដាប់ប៉ាឡាត់ស្រុកសំឡឹងមើលនាងនារីដោយទឹកមុខចម្លែកហើយនិយាយតិចស្ទើរតែទៅសັບថាខុននារីខ្ញុំមានរឿងសំខាន់ដែលត្រូវនិយាយផ្ទាល់ខ្លួនខុននាងនារីអង្គុយនៅតែស្ងៀមតែលោកប៉ាឡាត់ក៏និយាយតទៅទៀតថាជារឿងសំខាន់ស្មើជីវិតរបស់ខ្ញុំតែម្ដងត្បិតជីវិតខ្ញុំរងកម្មយូរណាស់មកហើយទើបនាងនារីដឹងខ្លួនថាប៉ាឡាត់នោះនិយាយចង់ចាយចង់ខ្លួននាងហើយតែធ្វើជាមិនដឹងរឿងរ៉ាវអ្វីសោះនៅតែស្ងៀមដូចប្រោះក្រដីប៉ាឡាត់ខុននារីចាស់ប៉ាឡាត់មេត្តាជួយសង្គ្រោះខ្ញុំបាទផងបានទេនារីចុះនឹងឲ្យជួយលោកប៉ាឡាត់ដូចម្ដេចខ្លះប៉ាឡាត់បើខុនស្ម័គ្រចិត្តជួយមែនមុខជាបានផលជាប្រកបនារីលោកប៉ាឡាត់មិនតាន់ប្រាប់រឿងឲ្យខ្ញុំដឹងថាត្រូវឲ្យខ្ញុំជួយដូចម្ដេចប៉ាឡាត់គង់តែនឹងប្រាប់ខុនឥឡូវនេះហើយតែខុនត្រូវធ្វើសញ្ញាថាបើសម្ដីដែលខ្ញុំនិយាយទៅនេះមិនជាទីកប់ចិត្តទេសូមខុនត្រាប្រណីកំបីប្រកាន់ខឹងឡើយនារីចាស់ខ្ញុំមិនខឹងនឹងលោកប៉ាឡាត់ផ្ដេសផ្ដាសទេប៉ាឡាត់ខិតចូលទៅចិត្តនាងនារីហើយនិយាយស្ទើរតែសឹបថាខ្ញុំបាទស្រឡាញ់ខុនណាស់ខុននារីនាងនារីចង់ចិញ្ចើមទាំងសងខាងភ្លាមប៉ាឡាត់មើលមុខនាងនារីហើយថាប្លែកណាស់ឬខុននារីញាក់មុខហើយថាខ្ញុំប្លែកណាស់តែម្ដងប៉ាឡាត់ខុនឃើញសេចក្តីមេត្រីស្នេហារបស់ខ្ញុំបាទជាការចម្លែកណាស់ឬទៅនារីទេលោកប៉ាឡាត់ខ្ញុំនឹកឆ្ងល់ត្បិតមិនធ្លាប់នឹកនាថាលោកប៉ាឡាត់ចង់មេត្រីស្រឡាញ់ស្រីដោយខ្លួនខ្ញុំនេះឡើយប៉ាឡាត់តែខ្ញុំបាទវិញឥតនឹកឆ្ងល់បន្តិចក្នុងការចងមេត្រីនឹងស្រីដោយរូបខុនដែលមានលក្ខណៈល្អព្រមគ្រប់ប្រការថ
ថាហើយក៏ឈោងដៃទៅចាប់ដៃនាងតែនាងរលាស់ដៃចេញទៅនារីខ្លួនខ្ញុំឥតមានអ្វីល្អទេលោកប៉ាឡាត់លោកប៉ាឡាត់សើចហឹមហើយថាកុំនិយាយបន្តខ្លួនឡើយខុនមុននឹងខ្ញុំមកនិយាយជាមួយនឹងខុនខ្ញុំបានគិតហើយគិតទៀតជាច្រើនត្រឡប់នៅទីបំផុតក៏ដាច់ចិត្តមកនិយាយនឹងខុននារីចុះលោកដាច់ចិត្តយ៉ាងម្ដេចប៉ាឡាត់ដាច់ចិត្តថាត្រូវមកជម្រាបឲ្យខុនបានជ្រាបថាខ្ញុំបាទស្រឡាញ់ខុនជាសេចក្តីស្រឡាញ់ពិតប្រាកដដ៏បរិសុទ្ធចេញពីបេះដូងរបស់ខ្ញុំបាទចុះខាងខុនតើអាចតបបានឬទេថាខុនក៏ស្រឡាញ់ខ្ញុំបាទខ្លះដែរលោកប៉ាឡាត់និយាយយ៉ាងទន់ភ្លន់ពីរសស្ដាប់តែនាងនារីនៅតែយល់ថាចៅចិត្តរបស់នាងនិយាយពីរសជាងនេះទៅទៀតទើបនាងឆ្លើយថារឿងនេះខ្ញុំតបលោកប៉ាឡាត់មិនបានទេលោកប៉ាឡាត់បើកភ្នែកធំហើយថាព្រោះហេតុអ្វីបានជាតបពាក្យខ្ញុំមិនបាននារីព្រោះខ្ញុំមិនស្រឡាញ់លោកប៉ាឡាត់ទេប៉ាឡាត់ចុះហេតុអីមិនស្រឡាញ់ខ្ញុំសោះសួរនាងនារីដោយសម្ដីរឹងជាងមុនបន្តិចនារីមិនបាច់តបទេលោកប៉ាឡាត់ការសំខាន់គឺថាมันមានចិត្តស្រឡាញ់លោកប៉ាឡាត់ត្រឹមប៉ុណ្ណឹងក៏ល្មមហើយប៉ាឡាត់ពុទ្ធោខុននារីខុននឹងសម្រាប់ដោយចិត្តឥតអាណិតអាសូរសោះឡើយឬនាងនារីមិនតបប៉ាឡាត់ខុនកំពុងតែទម្លុះទម្លាយបំផ្លាញបំណងល្អនិងសេចក្តីមេត្រីស្នេហាសុចរិតថ្មោះត្រង់របស់ខ្ញុំបាទក្នុងខណៈនេះហើយឬនារីមិនមែនដូច្នោះទេលោកប៉ាឡាត់ស្ត្រីដទៃទៀតដែលល្អជាងក្រនបើជាងក៏មានកកោកមិនក៏លោកមិនស្រឡាញ់ប៉ាឡាត់ខ្ញុំបានសូមផ្ញើជីវិតចំពោះរូបខុនតែមួយប៉ុណ្ណោះនារីបើលោកប៉ាឡាត់នៅតែប្រកាន់ដូច្នោះគង់តែខ្វៀងទាំងអស់មិនបានអ្វីឡើយលោកប៉ាឡាត់តល់ច្រកក៏ក្រោកដើរវិលវល់តែក្នុងបន្ទប់នោះត្រេះរិះរោគសំដីនិយាយនាងនារីដើរទៅឯបង្អួចចោលភ្នែកក្រឡេកមើលទៅឯក្រោយផ្ទះចាំមើលផ្លូវចៅចិត្តរបស់នាងដោយនឹករំខានចិត្តនឹងប៉ាឡាត់កំឡោះនេះជប៉ុនពេកឯលោកប៉ាឡាត់នោះក៏ដើរទៅឈរប៉ាំងពីខាងមុខនាងហើយនិយាយថាខ្ញុំដឹងហើយហេតុអ្វីខុនមិនស្រឡាញ់ខ្ញុំឯនាងនារីឈួរនៅតែស្ងៀមត្បិតនាងមិនត្រូវការស្ដាប់សម្ដីវាចារបស់ប៉ាឡាត់នោះឡើយប៉ាឡាត់ខុនមិនស្រឡាញ់ខ្ញុំព្រោះខុនមានតួមនុស្សដែលខុនស្រឡាញ់រួចទៅហើយមែនឬទេនិយាយសាយដោយកិរិយាចំអកតយនារីងាកខ្វឹបមកមួយរំពេចខឹងណាស់ដែលគេនិយាយមិនក្រែងចិត្តនាងសោះឡើយហើយនិយាយចេញទៅថាប្រយ័ត្នលោកប៉ាឡាត់មនុស្សដែលលោកថានោះគឺនរណាកុំប្រើសម្ដីឆ្លៀនពៀនមកលើខ្ញុំខ្លាំងពេកណាលោកប៉ាឡាត់កាន់តែសើចខ្លាំងឡើងទៀតហើយថាខ្ញុំមិនឆ្លៀនពៀនបង្កាច់ខុនអ្វីទេគ្រាន់តែនិយាយថាខុនមានគូស្រកររបស់ខុនរួចទៅហើយខ្ញុំនឹងប្រាប់ឈ្មោះឥឡូវក៏បាននារីនរណានាងសួរតាំងខឹងប៉ាឡាត់គឺចៅចិត្តនោះឯងមែនចៅចិត្តវាក្មេងកំឡោះរូបស្រស់សម្ដីផ្អែមតែវាទីតលក្រដោយមនុស្សសុំទានគេមែនទេថាហើយក៏សើចកាសក្អាយនារីលោកអួតខ្លួនវិសេសយ៉ាងណាបានជាហ៊ាននិយាយសង្កត់សង្កិនបណ្ដុះបង្អាប់គេយ៉ាងនេះបើទុកគេជាទីតលក្រក៏ទីតលក្រតែទ្រព្យសម្បត្តិប្រាក់មាសតែគុណសម្បត្តិសុខភាពរៀបរយជាសុភាពបរោះជាកូនប្រុសមែននោះចៅចិត្តមានសពគ្រប់ឯខ្លួនលោកមានតែប្រាក់មាសមែនហើយលោកអាចទិញដូររបស់អ្វីបានតាមត្រូវការតែលោកមិនអាចយកប្រាក់មកទិញសេចក្តីស្នេហារបស់ខ្ញុំបានទេលោកមានប្រាក់មាសដែលចៅចិត្តគ្មានតែរបស់ដែលចៅចិត្តមានលោកមិនមានសោះឡើយមែនឬទេប៉ាឡាត់ចុះខ្ញុំមិនមានអ្វីនៅខ្វះអ្វីទៀតនារីសុភាពបរោះនិងសភាវៈជាកូនប្រុសប៉ាឡាត់ក៏នេះមិនមែនកូនប្រុសទេឬនាងនារីសើចចំអកឲ្យហើយថាត្រូវហើយតែលោកប៉ាឡាត់គ្រាន់តែមានរាងកាយជាកូនប្រុសតែចិត្តរបស់លោកខ្លាចលើសស្រីទៅទៀតមែនទេប៉ាឡាត់ខ
ខ្លាចលើស្រីទៅទៀតនិយាយផ្ទួនពាក្យហើយសួរទៅទាំងខឹងថាចុះហេតុអ្វីក៏គុណហ៊ាននិយាយប្រមាថខ្ញុំដូច្នេះនារីឥតប្រមាថខាតអ្វីទេលោកតែនិយាយតាមត្រង់ទេតាលោកភ្លេចហើយឬកាលចោលប្លន់នៅកណ្ដាលព្រៃនរណាហ៊ានចេញមុខតទល់ជាមួយពួកចៅហើយនរណារត់ទៅពួនយកតែព្រះអាយុនៅក្រោមរថយន្តបលាត់ខណៈនោះវាគ្មានកំភ្លើងនៅនឹងខ្លួនខ្ញុំទេគុណក៏ដឹងស្រាប់ហើយនារីសាច់ហើយថាបើទោះជាមានក៏មិនហ៊ានបាញ់ដែរមនុស្សកំឡាចបែបនេះតែរត់បាតជើងសប្រព្រាតឲ្យរួចខ្លួនប៉ុណ្ណោះលោកបលាត់ការត្រូវសម្ដីស្រីប្រមាថមើលងាយដូច្នោះក៏បើកភ្នែកក្រឡោតច្រឡោតខឹងជាខ្លាំងរួចចាប់ដៃនាងនារីទាំងពីរច្របាច់ណែនហើយប្រាប់ថាឈប់កុំនិយាយទៀតខ្ញុំនឹងសងសឹកអំនួតរបស់គុណឥឡូវនេះឯងនាងនារីខំរលាស់ចេញជាប្រញាប់តែលោកបលាត់កាន់តែច្រវាច់ខ្លាំងឡើងទៀតហើយស្រវាអោបនាងផងនារីលេងខ្ញុំលោកបលាត់លោកមានអំណាចដូចម្ដេចបានហ៊ានធ្វើដូច្នេះនាងនារីស្រែកឡើងបលាត់មិនអួតទេតែហ៊ានធ្វើព្រោះស្រឡាញ់ទេតាឲ្យខ្ញុំថើបឲ្យស្រួលទៅវិញហើយខំប្រអោបនារីណែននាងនារីក៏ខំបំរាស់ពេញកម្លាំងទៅជាចំបាច់ប្រចាំគ្នាឡើងតតែទ្វារបន្ទប់របើកចេញលិចរាងកាយចៅចិត្តស្ទុះបាច់ត្រង់សំដៅទៅលោកបលាត់ចាប់កន្ត្រាក់លោកបលាត់នោះចេញលោកបលាត់ផ្លត់ចំណាប់មិនបានការពារខ្លួនទៅត្រូវចៅចិត្តដាក់ដួលផ្ងាចង្ក្រាងនៅក្នុងបន្ទប់នោះឯងចៅចិត្តអាក្រក់អីម្លេះអ្នកបាតនេះចៅចិត្តគំរាមខំថ្មិញប្រុងនឹងលោតទៅថែមទៀតតែនាងនារីចាប់ដៃតន់ហើយហាមថាប៉ុណ្ណឹងល្មមហើយចិត្តកុំថែមទៀតលោកបលាត់ស្ទុះក្រោកឡើងប្រុងលោតមកសងសឹកវិញស្រាប់តែលួងរតនសម្បត្តិនិងតៅកែផាន់ដើរចូលមកក្នុងបន្ទប់នោះទៅលោកបលាត់នោះឈប់លោកលួងងាកទៅមើលមុខចៅចិត្តហើយបែរមកមើលមុខបលាត់ដោយលោកមានសេចក្តីនឿយឆ្ងល់ណាស់ទៅលោកសួរថាកើតរឿងអីចៅចិត្តទៅមានសូរអឹកថឹកស្ទើរតែនឹងធ្លាយចិញ្ចាំងផ្ទះចៅចិត្តមិនឆ្លើយស្រាប់តែនារីស្ទុះទៅអោបឪពុកហើយថាប៉ាលោកបលាត់នោះណែអាក្រក់ណាស់លួងវាមិនលោកបលាត់ធ្វើអ្វីលោកលួងសួរកូននារីចាំបាប់ខ្ញុំគ្រោះល្អបានចៅចិត្តចូលមកតន់កុំអីថាហើយនាងខំយំខ្សឹបខ្សួរយ៉ាងខ្នាក់ខ្នាញ់ក្នុងចិត្តជាទីបំផុតលោកលួងទទួលស្ដាប់ពាក្យកូនទៅដើរចូលទៅចិត្តលោកបលាត់នោះហើយនិយាយថាហេតុអីក៏លោកហ៊ានធ្វើអំពើច្រឡំខំដោយឥតអៀនខ្មាស់ដូច្នេះខ្ញុំបានសេពកុកនឹងលោកដោយជឿទុកចិត្តថាលោកជាមនុស្សល្អកល្យានមិត្តរបស់ខ្ញុំឥឡូវលោកបែរជាតបស្នងសងគុណខ្ញុំដោយសកម្មភាពដូចនេះនេះល្មមជប់សេពកុករាប់អានគ្នាតាំងពីថ្ងៃនេះតទៅលោកបលាត់និយាយសម្ដីតុនទៅរកលួងរតនសម្បត្តិថាខ្ញុំបានជាខុសទៅហើយសូមលោកអត់ទោសឲ្យម្ដងចុះលោកលួងធ្វើជាសើចសោះក៏ក្រហើយថាលោកបលាត់បានដឹងថាខ្លួនខុសនោះវាហួសពេលវេលាទៅហើយតែណ៎ហើយចុះខ្ញុំមិនប្រកាន់ទោសបីអ្វីទេត្រង់ដែលលោកមកធ្វើល្មើសលើខ្ញុំជាទំនងក្នុងគ្រានេះខ្ញុំអត់ទោសឲ្យតែយើងត្រូវតែលែងស្គាល់រាប់រកគ្នាតទៅទៀតត្បិតអំពើដែលលោកបានធ្វើនេះវាអាក្រក់អបលៈគួរអាម៉ាស់មុខណាស់តែកាលបើលោកដឹងខ្លួនថាខុសនោះណទ្វាចេញសំគួរតែលោកដើរចេញទៅកំបីចូលមកវិញទៀតឲ្យសោះលោកលួងថាហើយក៏បែរទៅរកថៅកែផាន់ហើយប្រាប់ថាខ្ញុំនឹកស្ដាយណាស់ក្នុងព្រឹត្តិការណ៍ដែលកើតឡើងអំបាលមិញនេះថៅកែផាន់មិននិយាយថាដូចម្ដេចដើរស្លោទៅរកលោកបលាត់តែស្មាតិចហើយថាទៅលោកបលាត់កំបីទៅចិត្តទៅមនុស្សអ្វីព្រោះអំពើដែលលោកបានធ្វើមកនេះជាការខុសពិតហើយក៏ដឹកដៃលោកបលាត់ក៏អោនមុខដើរចេញតាមទ្វារនោះទៅខាងឯលោកលួងក៏មិនបានប្តឹងផ្ដាល់ដែរជាការតរឿងរ៉ាវវែងឆ្ងាយតទៅទៀតដោយលោកនឹកថាជាគ្រោះថ្នាក់របស់លោកនិងបុត្រីរបស់លោក
เติบสลายเรื่องตกตรมปนเนเวเลียประลบโจยุบสนตรีประจันตรีเรียล่างปีบุปีตื้อยางตรเจตรจ้องปฏิกาได้การล่างปีเปลโรเซียลมันตอนรลบบ้านปีคูกบาลรบเจ้าจัดเวเลียโนเจ้าจัดกำพงองกุยบนได้จัดต่อตามอารมณ์เดลกึดนึกเนาเนียรบองเตียเจ้าพเนกระเลกเมื่อเต่าเมฆเคยโปโปกมวยดมทมกำปองอ่อนแดดตระไซเต่าตื้อขังเกิดสดับจำเลงสลักเฉอลือโซเปล่าเปล่าได้เต่าจอลเบาส่วนเนี่ยขะเนาขังเตียจัดข้างกับปลูกเกิงกองหายสไลลูยางอ่อนลงอ่อนโลดเจ้าจัดก่อจับพลึกนึกดอลเอาปกได้อนิจกรรมเต่าหะโดยเจนเอาทำไมนึกลางเวเลียนาตึกในกอโฮสระสระเมาดอยมันดังคลวนปราณหายนึกรอเลิกดอลบนน้ำระบเอาปกมนได้บานเลี้ยบองโลกนี้เต้าเจ้าจัดกึดเคยท่าคลวนระบคลวนอันปิดคอมตังคลวนปราณลางหมกนี้กึดเต้ากึดเมากำนึดเจ้าจัดจวบโนเตอร์เลรูปเนียงเนรีแต่งอ้อเนียงเนรีแต่มวยเดลอาช่วยยังชีวิตระบเกออยสระบโพพองตอตมกประสันบาเจียมันสำเร็จโดยบำนองชีวิตระบเจ้าจัดสเตอร์ตายเต้าเจียซอโซนอัดริเรียลายแต่เกเชื่อเจาะขนงเสกใดเมตรีสนายฮาระเวียงเนรีหนึ่งคลวนเกเจตีบอมพอดนึกดอลตรองในเจ้าจัดก็ย่ยำปอบรำแต่มาเนไอหายเกกราวลางได้โจตกนองบรรทบแปรคลวนได้เลอปุกขนาดโตได้เนียงเนรีได้เอาดอยได้ระบอเนียงตำเละมงเตียงพวยเมาดันดอบปรองสมาระได้นังเดยอ้อยลวสบายอากาศเนียเวเลียยบเจราเตอร์นอสรกไปเล่นตรอเจกลางบนเตยเตยเมฆสรละปราชาปโปกดวงจันทร์หะโดเจียบอนไนโนเลอกัมพูลพนมไปเล่นบัญจังปนลือซอสานสายโจตามจนลอบบังอุยเมนจอลรมเพยเบาโจลหมอกปาหนังไซมงวิกโซซับสกายปรูหนังโซลูเนาแต่ลือซานมันดัดสำเลงเจ้าจัดได้สำลังเมื่อดวงจันทร์หายทมิพเนจัดแต่หนังเด็กโลเต่าหายพังโซกำเพลิงล้อนล่างเนาขบายข้างปะระเวนเตียโดยจัดได้เจ้าจัดได้จัดโลออยพญะลางเวงหายเกบานสตูกราวลางยางประญาลองกอยจำสดาบออยเจจะบ้าตามเมียนเหตุการลางในสำลังเมื่อกำเพลิงได้จัวเนาจริงจังข้างขบาลดำเนเจียระบอได้ล่วงรัตนะสมบัติออยหมกตกบองกาอันตรายสงบสงัดเต้ามวยสระบอพังโซก่อร้อนลือลางเตียดใจจันเจ้าจัดก่อสตุกราวลางจับกำเพลิงสตุจอกปีเตียมอกสราบแต่เคยเพลิงพลือรนเตียลออกต่างภูมิเติบรถเติบเตียพวกกรรมกรก็เคยพวกกรรมกรรวมพดมเนียคลากันกำเพลิงคลากันรมเป้งคลากันดาวปรองคลวนจะสลายโซกำเพลิงลอนลือจรานเตียดจะจรานพร้อมแต่งโซโฮรบพวกเจ้าอย่างอึ้งทึงบันติสรับแต่ลือโซสำเลงโนเลิฟเทียทมเจ้าจัดจำบานจะมาเจียสำเลงรบลวงรัตนสมบัติอาปุนิหกรนาเวียเคยเทียนาเมียนตรอบสมบัติแต่เวียนอมปะปุเวโจพลอนนิเจียสำเลงตาส้นเนบอรถยนต์ลือละเวยหมอกตามจอลเจ้าจัดดังประกาศหาเจียเมียนปะปุเจ้าโจพลอนก่อนนอมพวกกรรมกรเจงเตาสมดาวเทียทมอย่างรุ่ร้อนก็สนับแต่เคยพวกเจ้าจะจรันเนี่ยกมปงจรวาเตาระบองพุ่มลางโจลหมกขนองพุ่มซึ่งเมียนอาวุธครบได้หายก่อนน้อมพวกกรรมกรเตาประยุทธ์หนึ่งพวกเจ้าอย่างเมืองมันกาต่อสู้ระเวียงพวกเจ้าหนึ่งพวกกรรมกรสดแต่เมียนอาวุธครบได้ทั้งสองข้างกันแต่คลางลางดอธนะจระโบกจระบอลคเนียมันกึศได้ชีวิตเรียงคลุนไอเจ้าจัดแอบหนึ่งดามเชอมวยดามเจียตีกำบังเลิกกำเพลิงบังดำรองเจ้ามันเนี้ยดูลงาเต่าดาวกรอบกำเพลิงมวยกรอบดำบงมวยกรอบเตียดเต้าเจ้ามันเนี้ยเตียดกันดาวเนาได้ตั้งปีดูลเต่าเตียดขณะโนโซสไรโฮโซกำเพลิงโซทงโอระบอเนี้ยดาวเต้าระบัวกอลอน
ឬកងរំពងទៅតាំងភូមិចៅចិត្តទុកបណ្ដោយឲ្យពួកកម្មករតទល់នឹងពួកចៅនៅខាងក្រោយខ្លួនឯដោះដៃស្ទុះរត់ឡើងទៅលើផ្ទះធំគេបានឮសូរសំឡេងតស៊ូយ៉ាងអឹងតឹងនៅលើបន្ទប់ទទួលភ្ញៀវក៏ស្ទុះផ្លេតចូលទៅស្រាប់តែឃើញចៅមៀតធំខ្មៅកំរើលម្នាក់ចាប់ក្រវ៉ាត់លោកលួងដួលឮសូរក្រាំងនៅកណ្ដាលល្វែងបន្ទប់នោះឯងចៅចិត្តស្រែកឡើងថាអាផាន់ជាថៅកែចៅឬអាណមពួកចៅមកប្លន់ឬអាផាន់ជាមហាចៅចិត្តថ្មិលខំមត់សំញេញថ្មិញសខ្ញាចដូចជាយក្សាតបទៅថាអញនេះអញត្រឡប់មកសងសឹកមកវិញឲ្យតាន់ចិត្តហើយយកត្បូងទាំងអស់របស់ចៅវាយទៅប្រហងចៅចិត្តខំក្មេងគ្រឺតហើយលើកកំភ្លើងតម្រង់និយាយថាអានេះមិនយកទេឬហើយបាញ់ផាំងសំដៅដើមទ្រូងមហាចៅមួយណាត់តែមហាចៅវាយចំណាប់ក្របកំភ្លើងត្រូវតែចុងសក់ធ្លុះចិញ្ចាំងទៅហើយវាស្ទុះផ្លេតដល់ខ្លួនចៅចិត្តប៉ះយ៉ាងខ្លាំងចៅចិត្តផ្លត់ចំណាប់ដួលផ្កាចង្ក្រាងកំភ្លើងរបូតទៅនៅគៀនចិញ្ចាំងតែចៅចិត្តក៏វាយចំណាប់មនីក្រោកឡើងស្ទុះផ្លេតដាក់មហាចៅវិញមួយដៃដំបងត្រូវចំផ្គៀមក្បែរគុំត្រចៀកញ៉ាំងមហាចៅឲ្យត្រេតថយឃ្លាទៅមកខាងចៅចិត្តស្ទុះទៅដាល់វៃមួយដៃថែមទៀតតែបែរជាត្រូវមហាចៅវត្តមួយដៃត្រូវខាងលើត្របកភ្នែកខាងឆ្វេងរាងកាយតូចស្ដើងរបស់ចៅចិត្តក៏វិលខ្ញាល់ទៅប៉ះនឹងចិញ្ចាំងផ្ទះមហាចៅស្ទុះមកនឹងថែមយ៉ាងពេញទំហឹងដែរតែចៅចិត្តកិច្ចផុតទៅបន្តិចទៅធ្វើឲ្យមួយដៃលើក្រោយយ៉ាងដំណំរបស់មហាចៅនេះត្រូវចិញ្ចាំងឬសូក្រាំងស្ទើរតែបែកធ្លាយចេញទៅមហាចៅរលាស់ដៃជាប្រញាប់ក៏ស្រាប់តែប៉ះនឹងកណ្ដាប់ដៃរបស់ចៅចិត្តយ៉ាងធ្ងន់ត្រង់បបោមាត់ចេញឈាមខ្ចាយតែមហាចៅចិត្តមុតគ្រាន់តែត្រេតទៅបន្តិចក៏ស្ទុះក្រទាញចូលមកដាក់ចៅចិត្តវិញចៅចិត្តតោងថយក្រោយទៅ2-3ចំហៀនដោយនឹកខ្ញាប់នឹងកណ្ដាប់ដៃយៈរបស់មហាចៅដែលអាចផ្ដួលមនុស្សធម្មតាត្រឹមមួយដៃប៉ុណ្ណោះមហាចៅទាត់ផាំងសំដៅកញ្ចឹងក៏ចៅចិត្តកិច្ចផុតទៅគេតបតទៅវិញនឹងកៅអីមួយនៅក្នុងបន្ទប់នោះមហាចៅលើកដៃកាត់កៅអីបាក់ប្រាវហើយមហាចៅស្ទុះចូលមកទៀតដូចជាក្របីព្រៃចៅចិត្តថយទៅប៉ះចិញ្ចាំងស្រាប់តែជើងជន់លើកំភ្លើងទៅប្រញាប់ចាប់កំភ្លើងឡើងភ្ចុងលើស្មាហើយដន្លោះកៃសំដៅដើមទ្រូងមហាចៅដែលស្ទុះក្រទាញចូលមកទៀតផាំងបាត់សែងរាងកាយសម្បើមដោយក្របីព្រៃនៃមហាចៅដួលក្រែងដេកស្ដុកស្ដឹងនៅក្នុងបន្ទប់នោះឯងលុះចៅចិត្តឃើញមហាចៅអស់ឫទ្ធិអំណាចនឹងក្រោកមកតស៊ូបានទៀតទៅងាកទៅពិនិត្យមើលលួងរតនសម្បត្តិដែលដេកស្របាបក្នុងបន្ទប់នោះដែរលើក្បាលដាក់លើផ្លូវហើយចាប់អង្រួនលោកលួងក៏បើកភ្នែកឡើងហើយសូសាវយ៉ាងអស់កម្លាំងថាអាផាន់តណាហើយចៅចិត្តស្លាប់ហើយទៀនប្រុសព្រះដេចគុណល្មមមានកម្លាំងក្រោកអង្គុយបានឬទេលួងល្មមអង្គុយបានខ្លួនខ្ញុំមិនជាអ្វីទេគ្រាន់តែអស់កម្លាំងណាស់អាឈួតនោះវាចាប់ឯងបោកស្ទើរប្រកាច់លួងរតនសម្បត្តិនិយាយមិនតាន់ផុតពាក្យស្រាប់តែឮសូរសំឡេងស្រីស្រែកឡើងយ៉ាងខ្លាំងលួងរតនសម្បត្តិបើកភ្នែកក្រឡោតចាំច្បាស់ជាសំឡេងនារីបុត្រីរបស់លោកក៏ត្រូវពួកចៅចូលលុកលុយដែរឯចៅចិត្តខ្លួនឯងអស់កម្លាំងចិត្តដួលទៅហើយគ្រាន់តែឮសំឡេងនេះស្រែកឡើងក៏កើតកម្លាំងមើងម៉ាត់ដូចគោឡើងកមួយរំពេចទៅគេស្ទុះលោតឡើងទៅលើបន្ទប់ថ្នាក់លើចូលដល់ដំណេកនារីមួយរំពេចស្រាប់តែឃើញបុរសកំឡោះកំប៉ុងចំបាប់ប្រវេយប្រតបនឹងនាងនារីចៅចិត្តស្ទុះផ្លេតចាប់កន្ទ្រាក់រាងកាយបុរសនោះចេញបានដោយងាកមកឯរបៀងមិនដោយកាលតស៊ូនឹងមហាចៅនោះឡើយចៅចិត្តស្រែកគំរាមថាអាប៉ាឡាត់អាហ៊ានពុះពៀចូលដល់ទីនេះឬប៉ាឡាត់អាចិត្តអញនឹងបញ្ជូនវិញ្ញាណឯងទៅឋាននរកឥឡូវនេះប៉ាឡាត់ស្រែកគំរាមតបមកវិញហើយចាប់ហូតកំបិតសៀតលើកចាក់សំដៅដើមទ្រូងចៅចិត្ត
កិច្ចផុតទៅគេជូនមួយកណ្ដាប់ដៃសំដៅចំត្របកភ្នែកប៉ាឡាត់ទុច្ចរិតតែមួយដៃក៏ដួលច្របាបនៅទីនោះឯងនារីស្រែកផ្លត់សំឡេងដោយសេចក្តីផិតភ័យស្រឡាំងកាំងចៅចិត្តស្ទុះទៅ3នាងនារីចូលទៅក្នុងបន្ទប់ហើយថាខ្ញុំនឹងទៅកំបិលវាឲ្យស្រេចឥឡូវនេះឯងថាហើយចៅចិត្តត្រឡប់ទៅវិញជាប្រញាប់ឯប៉ាឡាត់នោះខំទប់ទល់អាត្មាក្រោកឡើងងាយងល់ដូចកលត្រូវមុនសណ្ដំរបស់ហនុមានចៅចិត្តទុះផ្លេតចាប់កអាវប៉ាឡាត់ទុច្ចរិតនោះលើកឡើងស្ទួយហើយគំរាមថានេះសម្រាប់នាងនារីហើយដាក់មួយដៃយ៉ាងធ្ងន់ត្រង់ចង្ការប៉ាឡាត់ទុច្ចរិតនោះក៏ដួលផ្ងាចង្ក្រាងទៅទៀតរួចចាប់ក្បាលលើកឡើងទៀតហើយស្រែកថានេះសម្រាប់អញហើយដាក់មួយដៃចំបំពង់ករាងកាយរបស់ប៉ាឡាត់ទុច្ចរិតក៏ប្រះចាកវិញ្ញាណព្រមទាំងដាក់មួយជើងយ៉ាងដំណំរាងអសុកអណ្ដែតធ្លាក់ចុះមកដីលឺសូរក្រាំងជាអវសាននៃជីវិតរបស់ប៉ាឡាត់ទុច្ចរិតចិត្តអាក្រក់នោះកាលមហាចៅជាធំទាំងពីរនាក់ស្លាប់ហើយឯពួកចៅជាបរិវារក៏បែកខ្ចាត់ខ្ចាយរត់ចូលព្រៃអស់ទៅខណៈដែលពួកកម្មករដេញពួកចៅរត់ខ្ចាត់ខ្ចាយចូលព្រៃនោះទៅពួកកងក្រវ៉ែលក៏មកដល់ហើយជួយដេញពួកចៅខាងក្រោយកម្មករទៅដែរតែឥតចាប់បានចៅម្នាក់សោះវាលតែពួកចៅដែលត្រូវរបួសជាទម្ងន់ដេកនៅក្នុងភូមិនោះតែប៉ុណ្ណោះដល់ព្រឹកឡើងលួងរតនសម្បត្តិចាត់ឲ្យមេធាវីប្តឹងក្រសួងរាជការតាមច្បាប់អំពីចោរកម្មដែលកើតឡើងក្នុងយប់នោះសពគ្រប់ព្រឹកឡើងលួងរតនសម្បត្តិបានហៅពួកកម្មករទាំងអស់មកប្រជុំគ្នាហើយបានជប់លៀងអាហារភោជនីដើម្បីសម្ដែងសេចក្តីត្រេកអរចំពោះកម្មករដែលមានចិត្តថ្មោះត្រង់ជួយការពារយ៉ាងម៉ឺងម៉ាត់ត្រាតែមានជ័យជំនះពួកចៅហើយលោកអនុញ្ញាតឲ្យពួកកម្មករទាំងអស់ឈប់សម្រាកធ្វើការមានកំណត់3ថ្ងៃក្រោយពេលដែលពួកកម្មករនាំគ្នាលាលោកលួងទៅសម្រាករាងកាយសុទ្ធតែអត់ងងុយនិងនឿយហត់អស់កម្លាំងទាំងអស់គ្នាលោកលួងក៏ទៅសម្រាករាងកាយដែរហើយលោករំពឹងគិតដល់គុណបំណាច់ផ្សេងនិងសេចក្តីថ្មោះត្រង់របស់ចៅចិត្តដោយសពគ្រប់ទៅក៏ឃើញថាគេមានមេត្រីចិត្តស្មោះត្រង់ស៊ូយកជីវិតខ្លួនមកបដូរដើម្បីយកជីវិតលោកនិងជីវិតបុត្រីលោកពីគ្រាមកហើយសុទ្ធតែអាសន្នធំមួយទៀតលោកជ្រាបថាសេចក្តីស្និទ្ធស្នាលរវាងបុត្រីលោកនិងរូបចៅចិត្តនោះសោតទៀតលោកក៏បានដឹងច្បាស់ថាมันអាចនឹងបំរាស់ឲ្យដាច់គ្នាបានទេលោកលួងគិតមកដល់ត្រឹមនេះទើបហៅបុត្រីលោកឲ្យទៅហៅចៅចិត្តមកនឹងនិយាយការសំខាន់មួយចៅចិត្តក៏ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវខណៈនោះលួងរតនសម្បត្តិកំពុងអង្គុយផ្អែកលើកៅអីមួយធំចៅចិត្តក៏ដើរចូលទៅដោយសេចក្តីគោរពជម្រាបថាទានប្រុសខ្ញុំបាទមកហើយឯនាងនារីក៏ឈរអែបស្ដាប់នៅទៀងមាត់ទ្វារបន្ទប់គណៈនោះនាយចិត្តភ័យផងអផងនឹកភ័យក្រែងលោកបានដឹងរឿងរបស់ខ្លួននឹងនាងនារីហើយនឹកបណ្ដេញខ្លួនចេញពីផ្ទះនោះទៅនឹកអក្រែងលោកត្រេកអរនឹងការតទល់យ៉ាងម៉ឺងម៉ាត់ត្រាតែបានផ្ដាច់ជីវិតមហាចៅបងដល់ទៅ2នាក់កាលពីយប់មិញនេះទើបគេខំប្រឹងកាត់ចិត្តនិយាយសួរទៅលោកវិញទៀតថារឿងអ្វីទីទៀនប្រុសលោកលួងក្រហេមតិចហើយថារឿងសេចក្តីកប់គួរនឹងគុណបំណាច់របស់អ្នកឯងនេះចៅចិត្តឮពាក្យនេះបានធូរចិត្តដោយគេលើកភ្នំចេញពីទ្រង់លោកលួងនិយាយដោយទឹកសម្ដីចេញទៅដោយសេចក្តីមេត្តាករុណាខ្ញុំត្រូវតែតបគុណអ្នកឯងខ្លះឬទេចិត្តមិនបាច់ទេទៀនប្រុសខ្ញុំបានធ្វើការគ្រប់យ៉ាងនេះមិនបានប្រាថ្នាតបស្នងអំពីព្រះដេចគុណសោះឡើយក្រៅពីសេចក្តីមេត្តាករុណាដោយព្រះដេចគុណបានសង្គ្រោះដល់ខ្ញុំបាទដល់សពថ្ងៃនេះក៏ល្មមគ្រប់គ្រាន់ហើយលួងមិនល្មមទេចៅចិត្តត្បិតអ្នកឯងយកជីវិតខ្លួនបដូរស្ទើរតែមិនរស់ពី3គ្រាមកហើយលោកបងអកមួយស្របក់ហើយលន់សម្ដីថាណាហើយចុះចូលនិយាយតាមត្រង់
មកតើឯងត្រូវការអ្វីខ្លះចិត្តទៀនប្រខ្ញុំបាទអត់ត្រូវការអ្វីទេខ្ញុំបានជាកូនឈ្នួលរបស់ព្រះដេចគុណអំពើដែលខ្ញុំបាទបានធ្វើទៅតាំងប៉ុន្មានសុទ្ធតែធ្វើដោយសេចក្តីកតញ្ញូកតវេទីចំពោះព្រះដេចគុណព្រះគុណឥតត្រូវការបំណាច់រង្វាន់អ្វីឡើយលោកលួងលើកដៃហាមថាមិនបាច់និយាយវេះវៀងឲ្យវែងសេចក្តីទេខ្ញុំដឹងថាអ្នកឯងនិយាយមិនត្រង់មែនទេចៅចិត្តខំប្រឹងកាត់ចិត្តកាត់ថ្លើមនិយាយតបដោយសំឡេងជាប់ខ្ញុំបាទសូមជម្រាបលោកលួងនិយាយកាត់ឡើងថាប៉ុណ្ណឹងចុះខ្ញុំដឹងហើយថាអ្នកឯងត្រូវការអ្វីខ្ញុំអាចទេចិត្តត្រូវទាំងអស់ណាស់ហើយចុះខ្ញុំឲ្យគ្រប់យ៉ាងតាមត្រូវការដល់ត្រង់នេះលោកអោនខ្សឹបនឹងត្រជានៃចិត្តប្រាប់ថានោះណោដែលអ្នកឯងត្រូវការចង់បានស្មើដោយជីវិតមែនទេលោកលើកដៃចង្អុលទៅមាត់ទ្វារចៅចិត្តងើលទៅមួយស្របកស្ទើរតែមិនជឿត្រជាខ្លួនថាខ្លួនបានលឺអំបាលមិញនេះកាលបានស្មារតីក៏ឲ្យក្រាបទៅចំពោះមុខលោកលួងថ្លែងពីអរគុណច្រើនជាអនេកដោយបេតិត្រេអដ៏លើសលប់តែគេមិនអាចលឺពាក្យពេចន៍ដែលចៅចិត្តនិយាយថាដោយម្ដេចឡើយក្នុងខណៈនោះលុះបានពេលវេលាល្អតាមហោរាសាស្ត្រទៅលួងរតនសម្បត្តិចាត់ចែងរៀបមង្គលការអាពាហ៍ពិពាហ៍រវាងនាងក្រមុំនារីបុត្រីលោកជាគូនឹងចៅចិត្តនៅឱកាសនោះលោកបានអញ្ជើញអ្នកមុខអ្នកការទាំងអ្នករាជការអ្នកចំនួនទាំងចិត្តខ្មែរចិត្តភូមាចិនយួននិងបារាំងសឹងមានចំនួនណែនណាន់ណាប់ហើយលោកបានចែកមរតកឲ្យគូស្វាមីភរិយាជាងពាក់កណ្ដាលទ្រព្យសម្បត្តិទាំងអស់របស់លោកព្រោះលោកមានបុត្រីតែមួយជាបណ្ដូលចិត្តរបស់លោកក្រៅពីនេះលោកនៅមានក្មួយតូចពីរ3នាក់ទៀតសុទ្ធតែកំព្រាឪពុកម្ដាយទាំងអស់ដែលលោកត្រូវថែរក្សាទំនប់បំរុងតទៀតហើយលោកត្រូវចែកមរតកឲ្យកូនកំព្រាទាំងនោះតាមសំគួរផងលុះអំណើកាលតមកគូស្វាមីភរិយាទាំងពីរនាក់ក៏បានរួមរស់នៅជាមួយគ្នាសុខសេនសានត្រាតែកើតកូនពូជជាចៅតវងត្រកូលតទៅហងរឿងកុលាបៃលិនចប់ដោយបរិបូរណ៍សូមជម្រាបពុកម៉ែបងប្អូនជាទីមេត្រីរឿងកុលាបៃលិនគឺនិពន្ធដោយកវីចំនួនដើមគឺញុកថែមរាល់ការអធិប្បាយពាក្យពេចន៍ត្រង់ចន្លោះណាមួយមិនសមរម្យសូមសំណាក់ខន្តីអត់ទោសដល់ចំពោះអ្នកស្ដាប់សូមអរគុណនិងជម្រាបលា